រឿងក្រពើនិងអ្នកបរទេះកាលពីព្រេងនាយមានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីកស្ងួតអស់ក្រពើនោះនៅពុំបានទើបវាឡើងលើគោកដើរត្រេកចររកទីមានទឹកកាលនោះមានតាចាស់ម្នាក់បរទេះមកបានជួបនឹងក្រពើកំពុងនៅកណ្ដាលផ្លូវឯក្រពើក៏សុំដោយសាររទេះតានោះសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះឥឡូវទឹករីងស្ងួតអស់ហើយនឹងនៅតទៅទៀតពុំបានទើបខ្ញុំខំស្វែងរកបឹងស្ទឹងទន្លេឯណាដែលមានទឹកនិងអាស្រ័យនៅបើតាមេត្តាសូមនាំខ្ញុំទៅឲ្យបានដល់ទីណាដែលមានទឹកហើយដាក់ខ្ញុំនៅត្រង់នោះចុះតានោះក៏ព្រមហើយលើក្រពើដាក់សណ្ដូកលើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនឯងក្រែងធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូរទេះតាក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោបរចេញទៅលុះទៅដល់បឹងទី1មានទឹកតាក៏បញ្ឈប់រទេះដោយដោះគោចេញហើយស្រាយចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរហើយចូលចៅលូនទៅនៅបឹងនោះចុះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណថែមទាំងឃ្លានអាហារដោយអត់មកយូរហើយថ្ងៃក៏និយាយទៅថាតាឯងនេះចងយើងជាប់នឹងទូរទេះយើងបានសេចក្តីទុក្ខវេទនាពន់ពេកណាស់តាឯងត្រូវឲ្យគោយើងមួយស៊ីទើបតាឯងរួចទោសបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះតានោះលុះឮក្រពើពោលពាក្យដូច្នោះក៏ផិតភ័យណាស់ទើបស្ដីអង្វរថាណែក្រពើខ្ញុំឯនេះមានគុណបានដឹកនាំឯងមកដល់ទីនេះឥឡូវឯងចង់ស៊ីខ្ញុំកាលនេះខ្ញុំឯងអត់ទោសសោះមិនគួរអ្នកនឹងពិឃាតបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកជួយវិនិច្ឆ័យរឿងយើងនេះសិនសឹងប្រព្រឹត្តតាមនឹងទៅក្រពើក៏ព្រមថាតាឯងទៅរកចៅក្រមឯណាក៏ទៅឲ្យឆាប់ចុះយើងចាំឯងនៅទីនេះតានោះបានចេកទុំមួយស្និតក៏កាន់ដើរទៅរកចៅក្រមទៅជួបនឹងសត្វទន្សាយគោលមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាកាន់ចេកដើរកាត់ព្រៃចូលមកក៏សួរទៅថាតាអើយតាឯងមាននេត្រាជុលជោគសោកសៅតើមានទោសទុកយ៉ាងណាចូលមកនេះសិនតាក៏និយាយរឿងខ្លួននិងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នេះក៏ថាអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯងបើដូច្នេះខ្ញុំនឹងទទួលធ្វើជាចៅក្រមជំរះឲ្យតាកុំភ័យឲ្យតែចេកនេះមកខ្ញុំស៊ីសិនសុំទៅជាមួយនឹងគ្នាតានោះក៏ឲ្យចេកមួយស្និតទៅទន្សាយបរិភោគចេកនោះអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះ
ដល់ហើយទុនសាយនិយាយទៅថាមិនចៅក្រពើចៅឯងវងវែងផ្លូវព្រៃមិនដឹងជាទៅឯណាបានតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវដល់ទីសំគួរនឹងអាស្រ័យនៅហើយមិនដេចចៅគិតវេះឈ្នេះគុណគាត់នឹងស៊ីគាត់វិញដូច្នេះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើក៏ឆ្លើយថាលោកសុភាតានេះគាត់ឲ្យខ្ញុំមកដោយសារមកនោះក៏ពិតមែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់ទៅនឹងទូរទេះខ្លាំងពេករកតែនឹងរើខ្លួនដកដង្ហើមក៏ពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ត្រូវតែប្រគល់គោគាត់បានមួយមកឲ្យខ្ញុំស៊ីបើគាត់ពុំព្រមឲ្យគោនោះទេខ្ញុំត្រូវតែស៊ីគាត់វិញទុនសាយឆ្លើយអនុលោមតាមថាតាអើយតាឯងចងគេខ្លាំងហួសបានជាគេខឹងចុះតាឯងម្ដេចក៏ចងគ្នាតឹងខ្លាំងម្ល៉េះគ្នារកតែរើខ្លួនមិនរួចដូច្នេះតានោះថាទេខ្ញុំបាទមិនបានចងតឹងទេលោកចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណោះឯងទុនសាយថាខាងចោតក៏ថាចងតឹងខ្លាំងខាងចម្លើយថាចងល្មមពាក្យទាំងពីរអ្នកនេះសឹងពុំមានអ្នកណាជាកសិទេបើដូច្នេះត្រូវចៅក្រពើឯងលូនឡើងមកលើទូរទេះវិញឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬក៏ធូរទើបនឹងបានកាត់សេចក្តីនេះឲ្យយុត្តិធម៌ទៅបានឯក្រពើជាសត្វខ្លៅក៏វាឡើងក្រាបលើទូរទេះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចមុនវិញទុនសាយសួរថាម្ដេចចៅកុមារតាគាត់ចងតឹងយ៉ាងនេះឬក្រពើឆ្លើយថាទេលោកការគាត់ចងខ្ញុំមុននោះតឹងលើសនេះខ្លាំងណាស់បើចងប៉ុណ្ណេះខ្ញុំទៅខឹងអីនឹងគាត់ទុនសាយថាចូលតារឹតទ្វេឡើងទៀតឲ្យគេសុខចិត្តតានោះក៏រឹតចំណងឡើងទៀតទុនសាយសួរថាម៉េចចៅកុមារម្ដងនេះតើតឹងដោយការជន់មុននោះហើយឬនៅក្រពើថានៅពុំទាន់ស្មើចងមុននោះទេទុនសាយបង្គាប់ថាតែឯងកាប់ឈើមកធ្វើជាកូនកំព្រារឹតម្ដងទៀតទៅតានោះក៏ធ្វើតាមហើយតាំងត្របែករឹតទាំងមុខទាំងក្រោយឲ្យអស់ទំហឹងដៃឯក្រពើនោះត្រូវគេត្របែងដោយកូនកំព្រាខ្លាំងតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាសូមទានការជន់មុននោះគាត់ចងតឹងយ៉ាងនេះឯងលោកអើយនរណាឡើងនឹងអត់បានសូមលោកជាសាក្សីមើលចុះតើអ្នកឯណាខុសអ្នកឯណាត្រូវទុនសាយឃើញក្រពើរើខ្លួនពុំបានហើយទើបបង្គាប់តានោះថាតាចាំអ្វីទៀតពូថៅធំក្នុងរទេះនោះមិនយកមកពុះក្បាលវាទៅទុកឲ្យរស់ធ្វើអ្វីខ្មោចអាសត្វអកតញ្ញូពុំដឹងគុណគេដែលធ្វើគុណខ្លួនតាចាស់នោះក៏បានឱកាសដោយទុនសាយប្រាប់ដូច្នោះក៏ស្ទុះទៅយកពូថៅធំមកសំពងកាប់ក្រពើនោះកាត់ជាកំណាត់តូចធំក្រពើក៏លុះនៅក្តីអន្តរាយជីវិតហោងសុភាទុនសាយបង្គាប់ថាកងកន្ទុយវានោះតែឯងឆ្អើយកទៅដាក់ស្ងោរពិសាឬចង់ញ៉ាំក៏បានឯពវៀនបត់ចន្ទះវិនីញោមព្រាជាការប្រសើរខ្លាំងណាស់តាអើយ
ឯតានោះធ្វើតាមសុភាទន្សាយប្រាប់សពប្រការហើយយកចេកត្រសក់ជូនទន្សាយដោយខ្លួនបានផុតពីអន្តរាយស្រេចហើយយកគោមកទឹមរទេះលាសុភាទន្សាយបរទៅកាន់ទីឋាននៃអាត្មាហង